របៀបធ្វើជ្រក់ជើងមាន់ស្នាដៃខ្ញុំផ្ទាល់តែម្ដងបងប្អូនមកមើលពីរបៀបធ្វើបងប្អូនចេះធ្វើហើយប៉ុន្តែគ្រាន់ថារបៀបធ្វើពីគ្រួសារមួយទៅគ្រួសារមួយគឺខុសរសជាតិគ្នាហើយការធ្វើរបស់ខ្ញុំនេះនៅពេលដែលខ្ញុំស្ងោរជើងមាន់គឺខ្ញុំតែងតែដាក់រំដេងស្លឹកគ្រៃស្លឹកក្រូចហើយបន្ទាប់មកខ្ញុំធ្វើទឹកជ្រលក់ខ្ញុំកិនខ្ទឹមសម្ទេសហើយនឹងស្ករសហើយយកមកលាយជាមួយនឹងក្រូចគឺខ្ញុំដាក់ចិត្តវាបន្ទះបែបនេះខ្លះហើយនឹងច្របាច់យកទឹកខ្លះហើយនៅក្នុងនោះផងដែរគឺខ្ញុំក៏មានដាក់គល់ស្លឹកគ្រៃស្រស់ផងដែរនៅក្នុងហ្នឹងណាគល់ស្លឹកគ្រៃស្រស់ស្លឹកក្រូចស្រស់ខ្ទឹមក្រហមខ្ទឹមសខ្ញុំហាន់ជាចំណិតអីចឹងទៅហើយខ្ញុំដាក់ចូលនៅក្នុងហ្នឹងបន្ទាប់មកជើងមាន់យើងក៏ឆ្អិនហើយខ្ញុំដាក់ត្រាំទឹកត្រជាក់ដើម្បីឲ្យជើងមាន់យើងវាស្វិតល្អណាបន្ទាប់មកខ្ញុំក៏ជាយកឆ្អឹងចេញបងប្អូនខ្ញុំជាយកឆ្អឹងចេញខ្ញុំនឹងឆូតវាបែបនេះហើយយើងយកប្រដាប់ចាប់បងប្អូនប្រដាប់ចាប់ឆ្អឹងណាចាប់ឆ្អឹងចេញមកដើម្បីវាស្រួលញ៉ាំបងប្អូនស្រួលញ៉ាំហើយនៅពេលដែលយើងផ្ទាប់ជាមួយបន្លែជាមួយអីទៅយើងវាអត់មានឆ្អឹងមានអីត្រូវពិបាកខ្ជាក់ចេញអីអញ្ចឹងណាអញ្ចឹងយើងឈរបេះឆ្អឹងមួយអញ្ចឹងមកវារៀងយូរដែរបងប្អូនណាយូរដែរបងប្អូនឃើញទេនេះបានឆ្អឹងមកហើយបន្ទាប់ពីបកឆ្អឹងហើយអីហើយក៏យើងចាក់ចូលមកជាមួយគ្រឿងដែលយើងបានលាយទុកហ្នឹងយើងយកមកច្របល់លាយចូលគ្នាហើយលាយភ្លាមក៏យើងអាចញ៉ាំបានភ្លាមដែរបងប្អូនប៉ុន្តែបើចង់ទុកឲ្យវាចូលជាតិឆ្ងាញ់បាន2ថ្ងៃកាន់តែល្អបងប្អូន2ថ្ងៃគឺចូលជាតិឆ្ងាញ់តែម្ដងគឺថាល្មមក្លែមឆ្ងាញ់បងប្អូនបន្ទាប់មកខ្ញុំដាក់កន្លទុកបែបនេះមកបងប្អូនគ្រឿងផ្អាប់ប្រភេទអីក៏ដោយយល់ល្អយើងប្រើកែវបែបហ្នឹងទៅដើម្បីកុំឲ្យខូចសុខភាពបងប្អូនកុំប្រើកែវជ័រដើម្បីថែរក្សាសុខភាពយើងគឺប្រើកែវហ្នឹងមក